តពីយើងលើកសពុតនឹងរួចហើយយើងត្រូវជាចង្កេះនឹងចេញដើម្បីយើងវាស់ធ្វើចង្កេះសពុតនឹងចំពោះកាត់នឹងថ្នេរដេរយើងនៅនេះទេតែយើងអាចកាត់ត្រឹមនឹងឬក៏អាចយើងអាចលើសបន្តិចដើម្បីឲ្យនៅសល់ធំក៏បានដែរអត់អីទេស្រាប់យើងចិត្តបងប្អូនព្រោះថាបើយើងកាត់ត្រឹមនេះយើងដេរថ្នេរម្លេចមកយើងកាត់ប្រលើងអញ្ចឹងពេលយើងដេរគឺយើងដេរចុះពីកណ្ដុះនឹងចុះអញ្ចឹងដូចគ្នាគាត់ថាដេរថ្នេរធំហ្នឹងអានេះយើងទុកឲ្យរៀងធំបន្តិចអានេះគឺយើងដេរមកថ្នេរហើយខាងនេះក៏ដូចគ្នាពេលយើងដេរចំកណ្ដុះខាងក្នុងឥឡូវគូសកណ្ដុះខាងក្នុងឲ្យច្បាស់នេះគឺចំណុចដែលយើងដេរពេលយើងកាត់យើងអាចទុកលើសពីម្លេចក៏បានឬក៏បងប្អូនចង់ឆ្លាញ់ទុកថ្នេរតែម្លេចក៏ទុកទៅហើយចំពោះកន្លែងដេរនេះគឺយើងដេរតាមថ្នេរនឹងចុះពីកណ្ដុះដំបូងនឹងម្លេចទាំងអស់ស្មើណាគឺចំណុចដេរចង្កេះសពុតចំណុចដេរហើយយើងវាស់ប្រវែងមើលចង្កេះយើងត្រឹមនេះ41អញ្ចឹងយើងចាំបាច់វាស់ជុំទាំងអស់ទេព្រោះថាមកជុំចង្កេះដែលយើងបត់មកហ្នឹងគឺ41ហើយអញ្ចឹងយើងបូក41វា82មកជុំហ្នឹង82អញ្ចឹងយើងបូកចង្កេះពី82ហ្នឹងដល់ចុងហ្នឹងទៅយើងបានយើងយកស្មើនឹងប៉ុណ្ណឹងនេះជុំចង្កេះយើង82ហើយបូកនឹងផ្នត់ខាងក្នុងអញ្ចឹងចង្កេះយើងមកជុំហ្នឹងបាន110អញ្ចឹងយើងកាត់ចង្កេះត្រឹម110មកចំពោះចង្កេះរឹងសពុតបត់យើងត្រូវការយកឲ្យរៀងកោងតិចដើម្បីឲ្យស្លៀកទៅវាអឹបស្អាតពីមុនយើងធ្លាប់ប្រើចង្កេះធម្មតាអត់ទាញឲ្យកោងឬក៏ចង្កេះត្រង់គ្រាន់ថាចង្កេះត្រង់ពេលស្លៀកមកវាអត់អឹបស្អាតដូចជាចង្កេះកោងទេកោងវាចូលតាមរៀងសពុតយើងស្អាតអញ្ចឹងយើងអាចចុះកោងនេះអាចនេះស្នាមកាត់បើខ្ញុំចាស់រដូងហ្នឹងវាអាចខ្ញុំពោលបងប្អូនអាចចុះប្រហែលជា8ទៅ9 10អីតាមកោងតិចកោងខ្លាំងបើដូចចង្កេះមនុស្សដែលចង្កេះធំចេះយើងអត់សូវបាច់យកកោងខ្លាំងពេកទេខ្ទង់ប្រហែលនឹង8ហ្នឹងត្រូវហើយអានេះរៀងជាមួយនឹងដដែលខ្ញុំអាចយកតាមកោងរៀងនឹងដដែលបានហើយយកចង្កេះសពុតយើងយកទំហំ2លេខកន្លះអញ្ចឹងយើងគូសមក2លេខកន្លះឲ្យស្មើដោយសារបងប្អូនអាចប្រើខ្មៅដៃបានតែចំពោះសពុតនេះពណ៌រៀងខ្មៅអញ្ចឹងខ្ញុំអាចប្រើប៊ិចបានតែឲ្យមើលទៅឃើញច្បាស់នេះ2លេខហើយចុងឈៀកនេះវាកតុយនេះចិត្តកន្លះអញ្ចឹងខ្ញុំដាក់2លេខកន្លះហ្នឹងមកគូសយករៀងតាម2លេខកន្លះហ្នឹងមកយើងកាត់យករៀងតាមកោងហ្នឹងយកហ្មងទៅគឺថានេះចង្កេះស្រាប់កាត់កោងស្រាប់អញ្ចឹងយើងគូសយកតាមរៀងហ្នឹងចាំហួយនឹងបង្ហាញបងប្អូនពីប្រវែងយកកោងប្រហែលអានេះចង្កេះនេះគឺបត់ជា2 110យើងចែកបត់ជា2មក110វា55អញ្ចឹងចាំគូសហើយយើងវាស់យក55ពីកោងពីកតាលនេះមកនេះយើង55យើងមកជុំសពុតនេះ110យើងយក55គប់មកបន្ទាប់ពីចុចយកកណ្ដុះយើងហើយយើងភ្ជាប់វាឲ្យដើម្បីឲ្យស្មើសពុតចង្កេះសពុតនេះស្មើគ្នាពេលយើងកាត់យកត្មងវាអាចតូចចង្កេះបើបងប្អូនចង់ដឹងថាកាត់កោងនឹងយកប្រមាណយើងអាចមើលនេះខ្ញុំពោះអានេះកោងពីដំបូងនេះយើងអាចយកចុះពីកោងហ្នឹងនេះកោង9លេខអញ្ចឹងបើសិនជាកណាត់ចង្កេះយើងត្រង់យើងអាចចុះកោង9លេខហ្នឹងមកយើងស៊ីកោងតាមរៀងអញ្ចឹងមកយើងបានចង្កេះកោងហើយនេះសម្រាប់យើងចង្កេះជាប់បងប្អូនខ្លះគាត់អាចកាត់ផ្ដាច់ត្រឹមចំហៀងបានបើកណាត់អ៊ុតយើងតូចក៏យើងធ្វើតចង្កេះចំហៀងក៏បានតែនេះគឺកណាត់អ៊ុតនេះគឺខ្ញុំទិញមកសម្រាប់តម្រូវធំកាត់ឲ្យយកធំយើងហ្មងហ្នឹងយើងផ្ទាស់នេះបត់ពីជាន់អញ្ចឹងយើងចាប់វាស្មើកុំឲ្យវារៀលធំតូចលើក្រោមណាផ្ទាស់ចាប់ជាបតាញ់តិចអញ្ចឹងមកបានវាស្មើជាមួយនឹងចង្កេះលើហើយក្រោមហ្នឹងនេះលើក្រោមហ្នឹងគឺយើងយកប៉ិនស្មើគ្នាហ្នឹងហើយកាត់តម្រង់យកត្រឹម2លេខកន្លះដែលយើងគប់ហ្នឹងនេះដល់ទៅដកចេញតែដៃយើងនៅចាប់ជាប់យើងមកវាស្មើជាមួយលើក្រោមនេះចាប់ជាប់យ៉ាងនេះហើយប៉ុណ្ណឹងយើងបានចង្កេះសពុតហើយចង្កេះសពុតហ្នឹងពេលយើងពលាមកវារៀងកោងដូចជាចង្កេះដែលសពុតយើងកាត់
គប់ឲ្យកោងហើយយើងយកចង្កេះកោងលើទៀតវាស្រួលឆ្លៀតដូចយកកន្លែងកតាលហ្នឹងពេលបត់ជាពីរវាអាចប៉ោងលើអីខ្លះយើងអាចលួចសម្រួលតិចតួចធ្វើមិនឲ្យវាមូលស្អាតប៉ុណ្ណឹងហើយយើងយកមកដាក់ជាមួយនឹងចង្កេះកណាត់ចង្កេះយើងប្រភេទកណាត់ហូលដំបួងភាគច្រើនគឺអត់ដែលបានសល់ចង្កេះវែងធំសម្រាប់ធ្វើដូចយកកណាត់ប្រភេទធម្មតាវាមិនធ្វើវែងវាបានសាច់តឹងលើបើបានសាច់តឹងគឺចង្កេះយើងយកកោងស្អាតតែនេះសាច់បដោយខ្ញុំភាគច្រើនអត់ធ្វើសាច់បដោយហ្នឹងទេដោយសារពេលយើងដាក់សាច់បដោយហ្នឹងទៅអ៊ុតជាមួយនឹងកណាត់អ៊ុតយើងនេះគឺអត់ស្អាតទេវារៀងដូចដោប៉ោងវាអត់ស៊ីជាមួយនឹងកណាត់ក្នុងអញ្ចឹងខ្ញុំសុខចិត្តថាយកសាច់ប្រឆិតហើយសុខចិត្តតយើងតបែបឲ្យស៊ីជាមួយនឹងកាឡាហ្នឹងទៅវាមើលអត់សូវដឹងសារកាឡាហូលហ្នឹងអញ្ចឹងយើងពេលកាត់យើងបែអាភ្លឺខាងអ៊ុតនេះមកយើងមើលចង់ឲ្យវាមើលឃើញគោមនេះទៅយើងយកសាច់ប្រឆិតបើសាច់តឹងយើងយកតឹងតែវាបានរៀងខ្លីអញ្ចឹងយើងតច្រើនចំណោពេកអញ្ចឹងយើងអាចយកប្រឆិតបាននេះយើងផ្ទាស់វាតាមនឹងទៅវារៀងយូរបន្តិចមែនប៉ុន្តែពេលដេស្លៀកមកវាស្អាតជាងអញ្ចឹងយើងសុខចិត្តថាយកអញ្ចឹងចុះហើយយើងទុកភ្នែលើក្រោមយើងទុកភ្នែខាងក្រោមម្លេចមកខាងលើយើងទុកពេលយើងដេអត់ដល់ម្លេចអាលើយើងដេកន្លះលេខទេតែយើងកាត់ទុកចំណុចឲ្យវាធំតិចទៅព្រោះថាពេលកាត់ប្រឆិតហើយយើងអ៊ុតវាទៀតវាអាចប៉ោងលើក្រោមចុះឡើងអីយើងទុកស្រួលថែមហើយយើងអាចខ្ទាស់ដាក់កងលើគ្នាបន្តិចដើម្បីជាភ្នែភ្ជាប់មកហើយយើងខ្ទាស់តអញ្ចឹងមកហើយបានប្រវែងចង្កេះយើងមកអាចតប្រហែលជា3មិនឲ្យវាកោងតាមនឹងទៅតែសាច់ប្រឆិតវាចេញមកវាស្របស្អាតតឹងហើយនឹងប្រឆិតតែបើបដោយវិញធ្លាប់សាកល្បងធ្វើហើយវាចេញមកវាអត់ស្អាតវាលឿនជាងមែនដោយសារកណាត់វាមកវែងអញ្ចឹងយើងអាចដាក់អ៊ុតបានយកហ្មងប៉ុន្តែអ៊ុតហើយគឺរៀងបញ្ហាដោប៉ោងផ្ទុះវាអត់ស្អាតពិសេសគឺសាច់ហូលហ្នឹងហ្មងដូចវាជាតិសូត្រវាអត់មានជាតិជឿនតែអញ្ចឹងទៅយើងយកសាច់បដោយទៀតផិតតែពិបាកធ្វើយើងតវាឲ្យគ្រប់ជាមួយនឹងប្រវែងចង្កេះយើងហ្នឹងមកនេះថែមតិចទៀតមិនគ្រប់ដល់9ភ្នែតែអីព្រោះថាគោមយ៉េះយើងតមកចំគ្នាអញ្ចឹងមកវាមើលទៅវាអត់ឃើញអាក្រក់មើលទេតហើយចាំយើងយកមកអ៊ុតធ្វើចង្កេះហ្នឹង